សូមជូនប្រជុំរឿងព្រេងខ្មែរភាគទី5រឿងភ្នំសុពណ៌កាឡីបើធ្វើដំណើរពីភ្នំពេញទៅតាមផ្លូវទន្លេធំដោយទូកឬកប៉ាល់ទៅដល់ភ្នំដីច្រាលហើយបត់ទៅដល់ផែក្រូចឆ្មាស្រុកក្រូចឆ្មាខេត្តកំពង់ចាមក្រឡេកចោលភ្នែកទៅទិសឦសានក្នុងស្រុកព្រែកប្រសពខេត្តក្រចេះត្រើយខាងជើងត្រង់ឃុំចំបក់យើងនឹងឃើញភ្នំមួយខ្ពស់ទទុងនៅក្បែរមាត់ទន្លេនោះឈ្មោះភ្នំសុពណ៌កាឡីជាភ្នំស័ក្តិសិទ្ធិភ្នំនោះមានរឿងព្រេងដំណាលដូចតទៅនេះកាលពីព្រេងនាយមានក្រពើមួយឈ្មោះសុពណ៌កាឡីខ្លួនធំមហិមាមានឫទ្ធានុភាពពូកែណាស់ឥតក្រពើណាប្រឡងឫទ្ធាផងបានអាស្រ័យនៅក្នុងអន្លង់មួយឈ្មោះអន្លង់សាលីដែលសពថ្ងៃហៅភូមិអន្លង់សាលីក្នុងស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមនាខាងក្រោមភ្នំសុពណ៌កាឡីចម្ងាយប្រហែល20គីឡូម៉ែត្រក្នុងសម័យជាមួយគ្នានោះនៅឃុំមហាលៀបស្រុកកោះសុទិនក្នុងខេត្តកំពង់ចាមមានក្រពើមួយឈ្មោះនាងឱរ៉ៃនៅអាស្រ័យក្នុងទឹកទន្លេតូចត្រង់កំពង់វត្តមហាលៀបជាក្រពើរបស់លោកសង្ឃចិញ្ចឹមពេលលោកនិមន្តទៅបិណ្ឌបាតក្រពើនោះតែងបញ្ជិះចម្លងលោកទៅដល់និមន្តត្រឡប់មកវិញជាធម្មតាក្រពើនោះមានមាឌធំក្បាល7ហត្ថតំណែងខ្លួនជាមនុស្សបានកាលវាតំណែងខ្លួនជាមនុស្សបានឮពាក្យមនុស្សនិយាយគ្នាថាក្រពើឈ្មោះនាងឱរ៉ៃធំអ្វីប៉ុណ្ណឹងក្រពើឈ្មោះសុពណ៌កាឡីនៅអន្លង់សាលីធំជាងនេះទៅទៀតនាងឱរ៉ៃបានឮមនុស្សនិយាយដូច្នេះក៏នៅជាក្រពើដូចដែលហែលទៅតាមទន្លេតូចមានចម្ងាយច្រើនគីឡូម៉ែត្រសំដៅទៅរកក្រពើសុពណ៌កាឡីដោយប្រាថ្នានឹងប្រឡងរិទ្ធគ្នាលុះចេញទៅដល់មាត់ពីមផ្កាយម្រេចប្រទះនឹងតាយាយចាស់កំពុងចែវទូកឆ្លងទន្លេធំនាងឱរ៉ៃក៏គិតថាបើខ្លួនអញនៅជាក្រពើនឹងសុំដោយសារតាយាយនេះពុំបានទេព្រោះគាត់ខ្លាចដូច្នេះគូអញនិមិត្តខ្លួនជាលោកនេនទៅសុំដោយសារគាត់បាននាងឱរ៉ៃលោកនេនមិនបានឲ្យតាចែវកន្សែងទូកទេបង្គាប់តាថាសូមតាអង្គុយកាន់ជើងចែវខាងក្បាលទូកទប់ខ្លួនឲ្យនឹងចុះដូច្នេះហើយលោកនេនក្រពើក៏ខំចែវទូកលឿនបន្តិចម្ដងយូរទៅរឹតតែលឿនទៅដោយអំណាចនាងឱរ៉ៃនិមិត្តយកកន្ទុយជួយកាយទឹកផ្សែផ្សំចំនួនកន្លះថ្ងៃទៅដល់កន្លែងក្រពើសុពណ៌កាឡីនាងឱរ៉ៃលោកនេនសួរតាយាយថាតាឡើងត្រើយខាងស្ដាំណាតាឆ្លើយប្រាប់វិញថាតាឡើងត្រើយខាងស្ដាំនេះបានហើយលុះចូលទូកដល់កំពង់នាងឱរ៉ៃលោកនេនជួយអូសទូកតាយាយផុតពីទឹកតាថាដាក់ទូកត្រង់នឹងបានហើយនាងឱរ៉ៃលោកនេនថាពុំបានទេតាថាហើយក៏អូសទូកនោះទៅដាក់ដល់ចិញ្ចើមច្រាំងចងក្រៀកដោយច្រវាក់ភ្ជាប់នឹងបង្គោលព្រោះនាងឱរ៉ៃគិតថានៅពេលប្រឡងរិទ្ធគ្នានោះរលកទឹកខ្លាំងពោលដល់ចិញ្ចើមច្រាំងបើប្រហែលមិនចងឲ្យជាប់មុខនឹងជាអណ្ដែតទូកនោះបាត់គិតហើយក៏សម្ដែងរិទ្ធប្រែខ្លួនជាក្រពើលោតចុះទៅក្នុងទឹកហែលសម្ដៅទៅរកក្រពើសុពណ៌កាឡីបានជួបហើយក៏ប្រខាំគ្នាដោយរិទ្ធយ៉ាងអស្ចារ្យបញ្ឈរខ្លួនផុតពីទឹកផ្អើលអស់មនុស្សមកមើលត្រៀបត្រារលកទឹកបោកហួសចិញ្ចើមច្រាំងលុះប្រខាំគ្នាយូរទៅក្រពើនាងឱរ៉ៃមានឫទ្ធិជាងក្រពើសុពណ៌កាឡីក៏បែកពោះស្លាប់មួយរំពេចកើតជាភ្នំហៅថាភ្នំសុពណ៌កាឡីតាមឈ្មោះក្រពើនោះដរាបមកដល់សពថ្ងៃនេះភ្នំនេះពូកែស័ក្តិសិទ្ធិណាស់បើអ្នកណាទៅរៀនមន្តវិជ្ជានៅទីនោះកំពុងអង្គុយស្វាធ្យាយ
តែងមានពួកបិសាចមកច្បងធ្វើជាមាសប៉ុនដូងទុំឬស្រីក្រមុំពិតអែបស្មាសងខាងបើអ្នករៀនវិជ្ជានោះផ្លាត់ចំណាប់ចង់បានរបស់នោះមុខជាពួកនេះវាយបំបាក់ក៏ស្លាប់ពុំខានកាលមានជ័យជំនះហើយក្រពើនាងអរ័យនោះក៏ត្រឡប់មកទីលំនៅវិញលុះបានយូរបន្តិចទៅក្រពើនោះកំពុងតែបញ្ជិះលោកនេនឆ្លងទឹកស្រាប់តែប្រទះក្រពើប្រចាមិត្តដតីទៀតមកបៀតបៀងនាងអរ័យក៏គិតថាឥឡូវនេះនឹងទុកលោកនេននៅកន្លែងណារកកន្លែងនឹងដាក់គ្មាននាងអរ័យក៏លេបលោកនេនចូលទៅក្នុងពោះខ្លួនហើយប្រយុទ្ធនឹងក្រពើប្រចាំមិត្តលុះរួចកិច្ចប្រយុទ្ធហើយនាងអរ័យក៏ខ្ជាក់លោកនេនចេញពីពោះតាមមាត់ខ្លួនមកវិញឃើញលោកនេននោះសុគតទៅហើយកើតសេចក្តីសោកស្ដាយក្រៃពេកនៅឱកាសនោះដែរពួកមហាជនកំពុងធ្វើបុណ្យជាបណកិច្ចរំលាយសពលោកនេននោះក្រពើនាងអរ័យក៏វិឡើងទៅដេកនឹងភ្នក់ភ្លើងដែលកំពុងឆេះពេញអំណាចដែលចូលធាតុក៏ឆេះក្រពើនាងអរ័យនោះបាត់បង់ជីវិតមួយរំពេចដែរ